កុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយផ្គាប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរើសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងទុកច្រើនបើអ្នកស្រឡាញ់ខ្លាំងហួងហែង